đang lục ba nữa lục ba ba tay pi ba là năm ba chơi nha bông chơi nha bà sôm à nhà đã chụp điệp xu sôm đạch trong ngày đó mà lục sợi bể mất đạiนิยมmà tạm đan rô cáp sai tool phê ông phiệp sa rập bồn miến đại miền vọt miền khanh bát lắc cây laกับปงแต่đất do nơi phơi 50 mét đại miền hai cá cả rần này chả ra cho mũi cả lang nơi về liềm mong pram chiếng ngày ti 30 khaiวิจิกาปีปอนมาไพ่ปรามnơi lớp phơi xa thế nào ta ổn men nơi không đây ổn nè nơi lớp phơi 50 mét này ta bong lại nơi lớp phơi này ta anh miền châu từ không vào đây ôn tê ôn nè ngay bằng lai nên lược phơi tê anh miền việt pon châu từ không vào đây tê chỉ ra châu này oi lai mấy nên lược phơi này mấy mấy ôn ba cứ rụp dồn hai prit khang lơ nó cứ khôi khát này khang mục tịch vào tèm đong hay lư sa miền nè rong cua chùm nôn mà nè bạch chôn tới rằng cua năng ai mà tì pet ba đã phải mất ba ai ba nè chùm mùi rụp dồn ao phat po mai khang lơ nó đang chia cột chlok chlong bọt châu không bờ đây pen hút hay rụp dồn là hai prit này cứ quật thua đầm ná từ đại quật bị lệch từ cao ở phòng này nó phải mất nơi về lia prất tại mà đong mỏng pram chia cái nó phải mất dương mà giờ khởi nhá cứ công ty rồi bỏ rụp dồn hàng lơ ở phòng này nó phải mất dương xong người ta chui xe phong tầng prất tại đó nó phải mất năng này pha lê giờ rụp dồn là Camry hybrid này cứ pha lê giờ Phnom Penh BD 36 94 po so tại nào nó phải mất bà hai dương khơi cho cứ rụp dồn thông bạc lươn men tên tam mà đòi plug 50 mét này phải mất bà còn ở miền Bắc anh tây so mà hai nó cứ chia công ty rồi bỏ rụp dồn Camry hybrid hàng lơ hay này chia rụp dồn Alphard đại miền là pha lê Campuchia 56 bumper rồi 89 KN តែម្ដងណាប្រិមិត្តយើងបាទហើយយើងឃើញហើយគឺរងការខូចខាតមួយជំហៀងពាក់កដាលនេះគឺខ្ទេចវល់តែម្ដងណាប្រិមិត្តបាទយើងឃើញហើយគឺខ្ទេចវល់តែម្ដងណាប្រិមិត្តយើងបាទមួយជំហៀងខាងស្ដាំតែម្ដងប្រិមិត្តបាទហើយឮថាបឋមហ្នឹងគឺរូបយន្តហ្នឹងគឺគាត់បត់ទិសដៅគាត់ពីកើតមកលិចបត់ចូលក្នុងបរិយណាប្រិមិត្តហើយក៏បានប៉ះគ្នាជាមួយនឹងរូបយន្ត Camry Hybrid ពណ៌សខាងលើនេះតែម្ដងណាប្រិមិត្តបាទបណ្ដាលឲ្យមានអ្នករងរបួសចំនួនម្នាក់ឮថាគាត់បោកក្បាលទៅនឹងកញ្ចក់រថយន្តខាងមុខណាប្រិមិត្តបាទឥឡូវយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបាត់ហើយប្រិមិត្តយើងបាទមិនសល់ទុកតែរថយន្តទាំងពីរគ្រឿងហ្នឹងនៅលើផ្លូវ 50 ម៉ែត្រយើងនេះតែម្ដងដែលស្ថិតនៅក្នុងសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញណាប្រិមិត្តសូមមេត្តាជួយshareផងទាំងព្រឹកអល់តែម្ដងណាប្រិមិត្តយើងបាទបើកភ្នែកឡើងគឺបុកគ្នាយាយទាំងព្រឹកតែម្ដងណាប្រិមិត្តយើងបាទហើយយើងឃើញនេះគឺជាកំទីរបស់រថយន្តទាំងសងហាងនេះគឺប្របាត់តបាយពេញតែលើផ្លូវ 50 ម៉ែត្រយើងតែម្ដងណាប្រិមិត្តបាទហើយយើងឃើញក៏មានវត្តមានសមត្ថកិច្ចប៉ុស្តិ៍សង្កាត់ជើងឯកក៏លោកមានវត្តមានមកដល់ទីតាំងខាងលើនេះផងដែរណាប្រិមិត្តបាទហើយមុននេះបន្តិចដែរគឺយើងបងអូនសនសុកបរិយគឺគាត់អត់ឲ្យយើងឡាយទៅខាងក្នុងទេតែយើងឡាយនេះគឺនៅលើផ្លូវតែផ្លូវ 50 ម៉ែត្រតែម្ដងតែប៉ុណ្ណោះណាប្រិមិត្តបាទហើយនៅក្នុងហេតុការណ៍នេះផងដែរมันបង្កគ្រោះថ្នាក់ទៅដល់បងប្អូនប្រជាពលរដ្ឋណាម្នាក់ទេរងការខូចខាតតែរថយន្តទាំងពីរគ្រឿងរបស់គាត់តែម្ដងណាប្រិមិត្តសូមមេត្តាជួយ share ចែកម្លែកផងដែរណាប្រិមិត្តយើងទាំងព្រឹកតែម្ដងអញ្ចឹងទេសូមប្រិមិត្តយើងមេត្តា
បើកបរចេះគោរពផ្លូវចរាចរណ៍ផ្លូវគោកទាំងអស់គ្នាផងដែរជិះវៀងជួបឧបទ្ទវហេតុចរាចរណ៍ដោយប្រការណាដែលយើងមើលមិនឃើញផងដែរណាប្រិមិត្តយើងបាទហើយយើងឃើញគឺរថយន្តCamry Hybrid គឺរួញខាងមុខតែម្ដងណាប្រិមិត្តយើងបាទទំហំនៃការបើកបរមកគាត់ប្រហែលជារៀងលឿនដែរប្រិមិត្តបាទមកដល់ទីតាំងខាងលើហ្នឹងក៏មិនបានប្រយ័ត្នក៏ពលះគ្នាជាមួយនឹងរថយន្តអាវផាតខាងលើតែម្ដងណាប្រិមិត្តយើងបាទអញ្ចឹងទេសូមមេត្តាជួយ share ចែកម្លែកផងដែរនៅហេតុការណ៍ចរាចរណ៍ខាងលើនោះខ្ញុំអត់ហ៊ានទៅឈរខាងលិចដែរដោយសាររថយន្តមកទិសដៅពីលិចមកកើតហ្នឹងគឺលឿនមែនតើណាប្រិមិត្តហើយយើងឃើញឥឡូវបងប្អូនសនសុកនៅបរិយពេញហូត50ម៉ែត្រហ្នឹងគឺគាត់យកអាបារ៉ាស់ហ្នឹងយកមកដាក់ពីមុខផងដែរកុំឲ្យបងប្អូនប្រជាពលរដ្ឋបើកមកមើលមិនឃើញអាចបង្កគ្រោះថ្នាក់បន្ថែមទៀតផងដែរណាប្រិមិត្តបាទហើយយើងឃើញគឺខ្ទេចខ្ទីតែម្ដងនោះជាកំទេចកំទីរបស់រថយន្តCamry Hybrid ខាងលើហើយជាមួយនឹងរថយន្តអាវផាតពណ៌ខ្មៅខាងលើនេះផងដែរណាប្រិមិត្តបាទគឺបែកខ្ទេចញ័រតែម្ដងខាងមុខនេះរួញធ្លាយធុងទឹកធ្លាយធុងប្រេងអស់លីងតែម្ដងណាប្រិមិត្តបាទនេះប្រិមិត្តរថយន្តលឿនណាបងខាងនេះតិចបាទហើយយើងឃើញនៅតាមបណ្ដោយផ្លូវ50ម៉ែត្រយើងនេះតែម្ដងណាវេលាម៉ោង5ជាងបន្តិចណាប្រិមិត្តយើងបាទយើងឃើញគឺរួញតែម្ដងណាប្រិមិត្តបាទបាទអញ្ចឹងទេខ្ញុំបាទលឹកកីឡាក៏សូមបញ្ចប់ការ live តែប៉ុណ្ណេះរាល់ពាក្យពេចន៍ខុសឆ្គងសូមខាត់តែពេចន៍ទោសមកដល់រូបខ្ញុំបាទផងដែររាល់ការអធិប្បាយទៅមិនបានក្បោះក្បាយដោយប្រការណាសូមខាត់តែពេចន៍ទោសមកដល់រូបខ្ញុំបាទផងដែរសូមអរគុណសូមគោរពលា30 បាទខែបាទវិជ្ជាការកម្មវិធីនេះបាទតារយន្ត